សួស្តីប្រិមិត្តអ្នកទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀត FIFA World Cup 2026 បានបង្ហាញរឿងដ៏អស្ចារ្យជាច្រើនជាពិសេសដោយសារការពង្រីកចំនួនក្រុមពី32ទៅ48ក្រុមបានផ្ដល់ឱកាសឲ្យប្រទេសតូចៗជាច្រើនអាចបង្ហាញសមត្ថភាពរបស់ពួកគេនៅលើឆាកបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគឺមិនមែនមានតែក្រុមយក្សដូចជាអាហ្សេនទីណា បាល់ទាត់ France ឬ Spain ប៉ុណ្ណោះទេប៉ុន្តែមានប្រទេសតូចៗមួយចំនួនក៏បានបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនដោយឆ្លងផុតវគ្គចែកភូលនិងឡើងមកដល់វគ្គ32ក្រុមចុងក្រោយផងដែរថ្ងៃនេះយើងនឹងស្គាល់ថាតើប្រទេសណាខ្លះបានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលតមកស្គាល់ទាំងអស់គ្នាប្រទេសដំបូងដែលត្រូវនិយាយគឺ Cape Verde នេះគឺជាប្រទេសកោះតូចមួយស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្វ្រិកដែលមានប្រជាជនត្រឹមប្រមាណ 600,000 នាក់ប៉ុណ្ណោះមុនការប្រកួត World Cup ចាប់ផ្ដើមមនុស្សភាគច្រើនមិននឹកស្មានថា Cape Verde អាចឆ្លងផុតវគ្គចែកភូលបានឡើយប៉ុន្តែពួកគេបានបង្ហាញទម្រង់លេងដ៏រឹងមាំនិងក្លាយជាក្រុមលេខ2ក្នុង Pool H ដោយឡើងទៅវគ្គ32ក្រុមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រយោងតាមសារព័ត៌មានអន្តរជាតិ Cape Verde ក៏បានក្លាយជាប្រទេសដែលមានប្រជាជនតិចបំផុតមិនធ្លាប់មានដែលអាចឆ្លងផុតវគ្គចែកភូលនៅ FIFA World Cup ផងដែរបន្ទាប់មកគឺ South Africa ទោះបីជាធ្លាប់រៀបចំ World Cup ឆ្នាំ2010ក៏ដោយប៉ុន្តែការឡើងដល់វគ្គ32ក្រុមលើកនេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ពួកគេ South Africa បានបង្ហាញការលេងប្រកបដោយវិន័យនិងការពារយ៉ាងរឹងមាំរហូតអាចកក់កៅអីនៅវគ្គ Knock-out បានជោគជ័យនិងត្រូវជួបកាណាដាក្នុងវគ្គ32ក្រុមមួយក្រុមទៀតដែលគួរឲ្យចាប់អារម្មណ៍គឺ Bosnia និង Herzegovina ពួកគេមិនមែនជាប្រទេសដែលតែងតែមានវត្តមាននៅ World Cup នោះទេប៉ុន្តែនៅឆ្នាំ2026ពួកគេបានប្រជែងយ៉ាងអស្ចារ្យរហូតក្លាយជាក្រុមលេខ3ល្អបំផុតមួយនិងទទួលបានសិទ្ធិឡើងទៅវគ្គ32ក្រុមនេះបង្ហាញថាប្រទេសដែលមិនសូវមានឈ្មោះល្បីក៏អាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗបានដែរប្រទេសបន្ទាប់ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគឺ ER Congo ទោះបីជាប្រទេសនេះមានប្រវត្តិបាល់ទាត់នៅទ្វីបអាហ្វ្រិកក៏ដោយប៉ុន្តែការបង្ហាញខ្លួននៅ World Cup មិនមែនជារឿងញឹកញាប់នោះទេមុនការប្រកួតចាប់ដើមមនុស្សជាច្រើនមិនបានរំពឹងថាពួកគេអាចប្រជែងជាមួយក្រុមខ្លាំងៗក្នុងពូលបានឡើយប៉ុន្តែ DR Congo បានបង្ហាញទម្រង់លេងដ៏ក្លាហាននិងការការពារយ៉ាងមានវិន័យពួកគេបានបញ្ចប់វគ្គចែកពូលក្នុងចំណាត់ថ្នាក់លេខ2នៃពូល K ហើយទទួលបានកៅអីមួយទៅកាន់វគ្គ32ក្រុមចុងក្រោយគឺ Algeria នៅថ្ងៃចុងក្រោយនៃវគ្គចែកពូល Algeria បានប្រកួតយ៉ាងតានតឹងហើយលទ្ធផលស្មើបានជួយឲ្យពួកគេក្លាយជាក្រុមលេខ3ល្អបំផុតមួយដើម្បីឈានទៅវគ្គ32ក្រុមខណៈដែលអ៊ីរ៉ានត្រូវធ្លាក់ចេញពីការប្រកួត World Cup 2026 បានបង្ហាញយ៉ាងច្បាស់ថាក្នុងពិភពបាល់ទាត់សម័យថ្មីមិនមានក្រុមណាអាចមើលស្រាលគូប្រកួតបានទៀតឡើយប្រទេសតូចៗដូចជា Cape Verde, South Africa, Bosnia and Herzegovina, DR Congo និង Algeria បានបង្ហាញថាការរៀបចំក្រុមល្អការខិតខំប្រឹងប្រែងនិងស្មារតីប្រយុទ្ធអាចនាំពួកគេទៅកាន់ជោគជ័យបានទោះបីត្រូវប្រឈមមុខនឹងក្រុមយក្សក៏ដោយហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យ FIFA World Cup 2026ក្លាយជាការប្រកួតមួយដែលពោរពេញទៅដោយការភ្ញាក់ផ្អើលនិងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនប្រសិនបើអ្នកគិតថាប្រទេសតូចមួយណាអាចបន្តបង្កើតប្រវត្តិសាស្ត្រទៅដល់វគ្គ16ក្រុមឬលើសពីនេះសូមបញ្ចេញមតិនៅខាងក្រោមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានព័ត៌មាននិងការវិភាគបាល់ទាត់ថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណនិងជួបគ្នាក្នុងវីដេអូបន្ទាប់